កើតក្នុងឆ្នាំ1952នៅភូមិពីមកោស្នាខេត្តកំពង់ចាមលោកហ៊ុនសែនមានឈ្មោះដើមថាហ៊ុនប៊ុនណាល់លោកគឺជាកូនទី3ក្នុងចំណោមបងប្អូនទាំងអស់7នាក់ដែលក្នុងនោះបងរបស់លោកម្នាក់បានស្លាប់តាំងពីមុនពេលលោកហ៊ុនសែនបានកើតលោកហ៊ុនសែនមានជីដូនជីតាដែលមានជីវភាពសមរម្យគឺមានដីចំនួន15ហិកតានៅជាប់ដងទន្លេមេគង្គប៉ុន្តែក្រោយមកគ្រួសារត្រកូលហ៊ុនបានធ្លាក់ខ្លួនក្រជាបន្តបន្ទាប់ដោយសារដីដាំដុះពុំសូវបានល្អនៅមុនឆ្នាំ1945ក្នុងសម័យដែលកម្ពុជាធ្លាក់ក្រោមការគ្រប់គ្រងរបស់កងទ័ពជប៉ុនឪពុករបស់លោកហ៊ុនសែនគឺលោកហ៊ុននាងគឺជាអតីតព្រះសង្ឃគង់នៅវត្តអណាឡោមប៉ុន្តែក្រោយពីកងទ័ពជប៉ុនចាញ់សង្គ្រាមលោកលើកទី2លោកហ៊ុននាងបានចូលរួមជាមួយចលនាខ្មែរអិសរាជដើម្បីដេញបារាំងកុំឲ្យវិលត្រឡប់មកកម្ពុជាវិញនៅក្នុងសម័យសង្គមរាស្ត្រនិយមលោកហ៊ុននាងបានធ្វើជាអ្នកឃោសនាឲ្យអ្នកនយោបាយម្នាក់ដែលក្រោយមកអ្នកនយោបាយរូបនោះបានជាប់ឆ្នោតជាសមាជិកសភានៅឆ្នាំ1966នៅក្នុងសម័យសង្គមរាស្ត្រនិយមនោះដែរលោកហ៊ុនសែនបានចូលរៀនថ្នាក់បឋមសិក្សានៅស្រុកកំណើតរបស់លោកតែដោយសារនៅទីនោះពុំមានថ្នាក់អនុវិទ្យាល័យសិក្សាបន្ថែមនៅឆ្នាំ1964ឬ65ឪពុកម្ដាយរបស់លោកបានបញ្ជូនលោកឲ្យមកស្នាក់នៅវត្តនេកវ័នក្រុងភ្នំពេញដើម្បីសិក្សាបន្តដែលនៅពេលនោះលោកហ៊ុនសែនមានអាយុប្រហែល12ឬ13ឆ្នាំប៉ុណ្ណោះដល់ឆ្នាំ1969លោកហ៊ុនសែនបានបោះបង់ការសិក្សាចោលលោកបានចាកចេញពីវត្តដោយសារភ័យខ្លាចការតាមចាប់ខ្លួនពីសំណាក់សមត្ថកិច្ចរបស់សម្ដេចព្រះនរោត្តមសីហនុការរត់គេចខ្លួននោះគឺបន្ទាប់ពីបងប្អូនជីដូនមួយរបស់លោកម្នាក់ត្រូវគេចាប់ខ្លួននៅក្នុងវត្តនេកវ័នដោយសារគាត់ជាសកម្មជនប្រឆាំងនឹងរបបសម្ដេចសីហនុនៅមុនឆ្នាំ1969នោះដែរឪពុករបស់លោកហ៊ុនសែនបានផ្លាស់ទីទៅរស់នៅស្រុកមេមត់ខេត្តកំពង់ចាមជាប់ព្រំដែនប្រទេសវៀតណាមលោកហ៊ុនសែនធំដឹងក្តីឡើងក៏ចូលប្រឡូកក្នុងរឿងនយោបាយនិងយោធាដោយសារព្រឹត្តិការណ៍កើតឡើងនៅតំបន់មេមត់នៅឆ្នាំ1969ដល់ឆ្នាំ1971នៅដើមឆ្នាំ1970លោកហ៊ុនសែនបានឃើញផ្ទាល់ភ្នែកប្រជាជនស៊ីវិលកម្ពុជាស្លាប់ដោយសារការទម្លាក់គ្រាប់បែករបស់កងទ័ពអាមេរិកនិងកងទ័ពវៀតណាមខាងត្បូងនៅក្បែរស្ពានមួយក្នុងស្រុកស្នួរខេត្តក្រចេះគឺព្រឹត្តិការណ៍នោះហើយដែលលោកហ៊ុនសែនអះអាងថាជាកត្តាជំរុញទឹកចិត្តគាត់ឲ្យប្រឆាំងនឹងអាមេរិកស្ថានភាពយោធានៅកម្ពុជាមានការប្រែប្រួលបន្ទាប់ពីសម្ដេចព្រះនរោត្តមសីហនុត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចនៅថ្ងៃទី18ខែមីនាឆ្នាំ1970ភ្លាមបន្ទាប់ពីព្រះអង្គត្រូវបានគេទម្លាក់ចេញពីតំណែងបាតកម្មគាំទ្រសម្ដេចសីហនុបានកើតឡើងនៅក្នុងស្រុកស្នួលនិងនៅក្នុងចំការកៅស៊ូនាស្រុកមេមត់នៅខែមីនាដដែលនោះសម្ដេចសីហនុបានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយពីបរទេសអំពាវនាវឲ្យពលរដ្ឋខ្មែរចូលរួមក្នុងចលនាដើម្បីប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលលោកលន់ នល់លោកហ៊ុនសែននិយាយថានៅពេលដែលសម្ដេចសីហនុត្រូវគេទម្លាក់គាត់កំពុងស្ថិតនៅក្នុងស្រុកមេមត់លោកថាលោកបានឮការអំពាវនាវរបស់សម្ដេចសីហនុដោយមានការលើកទឹកចិត្តពីលោកហ៊ុននាងលោកហ៊ុនសែនក៏បានសម្រេចចិត្តចូលក្នុងចលនាតាមការអំពាវនាវរបស់សម្ដេចសីហនុនៅខែមេសាឆ្នាំ1970ទោះបីជាយ៉ាងណាក្តីលោកហ៊ុនសែនអះអាងថាមុនពេលចូលរួមក្នុងចលនានោះលោកមិនបានដឹងថាប៉ុល ពតមានតួនាទីដឹកនាំក្នុងចលនានោះទេគឺក្នុងពេលនោះហើយដែលលោកហ៊ុនសែនបានបដូរឈ្មោះទៅជាហ៊ុនសម្រេចបើទោះជាពេលនោះលោកហ៊ុនសែនមានអាយុទៅ18ឆ្នាំក្តីប៉ុន្តែបើប្រៀបជាមួយមនុស្សឯទៀតក្នុងក្រុមលោកទទួលបានការអប់រំគ្រាន់បើជាងគេដោយសារលោកហ៊ុនសែនបានជួយបង្ហាត់បង្រៀនមនុស្សក្នុងក្រុមកាលពីពេលលោកនៅក្នុងព្រៃទើបលោកត្រូវបានគេហៅថាលោកគ្រូក្រុមរបស់លោកហ៊ុនសែនមានគ្នាប្រមាណពី300ទៅ500នាក់ពួកគេត្រូវបានវៀតណាមជ្រើសរើសបណ្ដុះបណ្ដាលដើម្បីធ្វើជាទ័ពប្រយុទ្ធ2សប្តាហ៍នៅក្រោយការបណ្ដុះបណ្ដាលពលគឺនៅថ្ងៃទី30មេសាឆ្នាំ1970លោកហ៊ុនសែនត្រូវគេតែងតាំងជាមេបញ្ជាការកងអនុសេនាតូចដែលមានកូនទាហានចំនួន48នាក់នៅឆ្នាំ1971លោកត្រូវបានគេបញ្ជូនទៅបណ្ដុះបណ្ដាលនៅសាលាទ័ពពិសេសរយៈពេល1ឆ្នាំនៅឃុំត្រពាំងព្រីងស្រុកដំបែក្នុងឆ្នាំដដែលនោះលោកបានក្លាយជាសមាជិកសម្ព័ន្ធយុវជននៃគណបក្សកុម្មុយនីសកម្ពុជាចាប់តាំងពីពេលនោះមកលោកហ៊ុនសែនត្រូវគេផ្ដល់តំណែងក្នុងជួរយោធាជាបន្តបន្ទាប់រហូតគាត់ត្រូវបានគេបញ្ចូលក្នុងរចនាសម្ព័ន្ធយោធានិងនយោបាយនៃគណបក្សកុម្មុយនីសកម្ពុជានៅឆ្នាំ1972លោកហ៊ុនសែនត្រូវគេតែងតាំងជាមេបញ្ជាការកងអនុសេនាធំដែលមានកូនទាហានក្រមបង្គាប់ប្រមាណ130នាក់នៅចុងឆ្នាំដដែលលោកហ៊ុនសែនត្រូវបានគេបណ្ដុះបណ្ដាលផ្នែកយោធាបន្ថែមទៀត
គឺនៅពេលនោះហើយដែលលោកបានបដូរឈ្មោះពីហ៊ុនសម្រេចទៅជាហ៊ុនសែនវិញនៅមុនឆ្នាំ1973លោកបានក្លាយជាសមាជិកគណៈកម្មាធិការបញ្ជាការកងវរៈសេនាតូចដែលមានតំបន់ប្រតិបត្តិនៅត្រើយខាងកើតនៃទន្លេមេគង្គនៅឆ្នាំ1974កងវរៈសេនាតូចរបស់លោកហ៊ុនសែនបានក្លាយជាផ្នែកមួយនៃកងវរៈសេនាធំក្នុងភូមិភាគ21ដែលក្នុងនោះក៏មានកងវរៈសេនាធំលេខ55និង75ផងដែរលោកហ៊ុនសែននិយាយថាស្ថិតក្នុងរចនាសម្ព័ន្ធនេះលោកគឺជាមេបញ្ជាការកងវរៈសេនាតូចនិងកងទ័ពពិសេសដែលគ្រប់គ្រងកូនទាហានចំនួន500នាក់មិនយូរប៉ុន្មានលោកក៏បានក្លាយជាមេបញ្ជាការកងវរៈសេនាធំដែលមានកូនទាហាន2000នាក់ក្នុងដៃព្រមជាមួយគ្នានោះកងវរៈសេនាតូចលេខ75ក៏ស្ថិតក្រោមបញ្ជាការរបស់លោកផងដែរលោកហ៊ុនសែននិយាយថាចាប់ពីថ្ងៃទី1ខែមេសាឆ្នាំ1975លោកបានបញ្ជាឲ្យបើកការវាយប្រហារយកតំបន់ទន្លេបិទលោកថានៅថ្ងៃទី16មេសាឆ្នាំ1975លោកត្រូវគ្របចំផ្នែកខាងឆ្វេងដោយសារការបាញ់ប្រហាររបស់ទាហានលន់នល់របួសនោះបានធ្វើឲ្យលោកដេកសន្លប់អស់រយៈពេលពេញមួយសប្តាហ៍នៅក្រោយថ្ងៃរំដោះ17មេសាឆ្នាំ1975នៅពេលដែលកំពុងសម្រាប់ព្យាបាលរបួសភ្នែកនៅឡើយនោះលោកហ៊ុនសែនត្រូវគេតែងតាំងជាប្រធានកងវរៈសេនាធំស្វយ័តពិសេសនៅតំបន់បូព៌ាមុនខែឧសភាឆ្នាំ1975លោកហ៊ុនសែនបានជាសះស្បើយពីមុខរបួសលោកបានចូលរួមក្នុងកងវរៈសេនាធំរបស់លោកឡើងវិញហើយដែលក្រោយមកក្រុមនេះត្រូវគេបញ្ជូនឲ្យទៅឈរជើងនៅក្បែរព្រំដែនប្រទេសវៀតណាមក្នុងស្រុកមេមត់នៃភូមិភាគ21ក្នុងពេលនោះដែរនៅឯស្រុកក្រូចឆ្មាខេត្តកំពង់ចាមសហគមន៍ជនជាតិចាមបានចាប់ផ្ដើមងើបឡើងបះបោរប្រឆាំងនឹងរបបថ្មីការបង្ក្រាបរបបបកកុម្មុយនីសកម្ពុជានៅខែកញ្ញានិងតុលាឆ្នាំ1975ទៅលើពួកគេបានបិទបញ្ចប់ការបះបោរនោះយ៉ាងណាក៏ដោយលោកហ៊ុនសែនបដិសេធថាកម្លាំងរបស់គាត់មិនបានពាក់ព័ន្ធក្នុងការបង្ក្រាបនោះឡើយលោកហ៊ុនសែននិយាយថាក្នុងពេលលោកស្ថិតនៅមេមត់នោះលោកបានប្រឆាំងបញ្ជារបស់បកនោះគឺការបដិសេធមិនព្រមបញ្ជូនទ័ពទៅសម្លាប់ជនជាតិចាមលោកហ៊ុនសែននិយាយថាគាត់បានប្រាប់ទៅមេរបស់គាត់ថា 60% ទៅ 70% នៃកូនចៅរបស់លោកមានជំងឺគ្រុនចាញ់ដូច្នេះពួកគេមិនអាចទៅបង្ក្រាបការបះបោររបស់សហគមន៍ជនជាតិចាមបានឡើយលោកហ៊ុនសែនអះអាងថាការបង្ក្រាបនៅពេលនោះគឺធ្វើឡើងដោយកម្លាំងដែលបញ្ជូនមកពីស្រុកក្រូចឆ្មាផ្ទាល់តែម្ដងយ៉ាងណាក៏ដោយក៏មានប្រភពបញ្ជាក់ថាកម្លាំងមកពីកងវរៈសេនាតូច55នៃកងវរៈសេនាធំភូមិភាគ21មានជាប់ពាក់ព័ន្ធនឹងការបង្ក្រាបនោះដែលសកម្មភាពទាំងអស់នេះគឺជាអក្រិតកម្មប្រឆាំងមនុស្សជាតិលោកហ៊ុនសែនបានចាកចេញពីកម្ពុជាទៅប្រទេសវៀតណាមនៅខែមិថុនាឆ្នាំ1977ដោយលោកអះអាងថាលោកមិនពេញចិត្តទៅនឹងគោលនយោបាយរបស់ពួកខ្មែរក្រហមនៅពេលនោះដោយមានជំនួយពីប្រទេសវៀតណាមនិងដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ទាហានខ្មែរក្រហមទៅលើប្រទេសរបស់ខ្លួនកងទ័ពវៀតណាមបានលើកទ័ពចូលមកឈ្លានពានប្រទេសកម្ពុជានៅថ្ងៃទី25ខែធ្នូឆ្នាំ1978ពួកគេកាន់កាប់ទីក្រុងភ្នំពេញបានទាំងស្រុងនៅថ្ងៃទី7មករាឆ្នាំ1979ហើយចំណែកពួកខ្មែរក្រហមវិញក៏បានដុតទៅកាន់តំបន់ព្រំដែនកម្ពុជាថៃវៀតណាមបានលើកបន្ទប់រដ្ឋាភិបាលថ្មីដែលក្នុងនោះរួមមានទាំងខ្មែរកុម្មុយនីសទទួលការបណ្ដុះបណ្ដាលនៅទីក្រុងហាណូយនិងអតីតមន្ត្រីខ្មែរក្រហមដើម្បីដឹកនាំរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាខ្មែរកុម្មុយនីសដែលទទួលបានការបណ្ដុះបណ្ដាលនៅទីក្រុងហាណូយនោះរួមមានដូចជាលោកប៉ែនសវណ្ណដែលត្រូវវៀតណាមតែងតាំងជានាយករដ្ឋមន្ត្រីចំណែកអតីតមន្ត្រីខ្មែរក្រហមវិញមានដូចជាលោកហ៊ុនសែនដែលបានក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេសវ័យក្មេងជាងគេបង្អស់នៅលើពិភពលោកយ៉ាងណាក៏ដោយលោកប៉ែនសវណ្ណត្រូវបានគេចាប់ខ្លួននៅពេលក្រោយមកដោយសារលោកប្រឆាំងនឹងវៀតណាមហើយលោកចាន់ស៊ីក៏ត្រូវបានតែងតាំងជំនួសដែលក្រោយមកក៏បានស្លាប់នៅក្នុងពេលកាន់តំណែងនៅឆ្នាំ1984ទីក្រុងហាណូយបានចាប់អារម្មណ៍ចំពោះសមត្ថភាពនិងភាពស្មោះត្រង់របស់លោកហ៊ុនសែនពួកគេបានលើកបន្ទប់លោកហ៊ុនសែនឲ្យធ្វើជានាយករដ្ឋមន្ត្រីនៅថ្ងៃទី14ខែមករាឆ្នាំ1985ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាសេរីភាពបុគ្គលនិងសេរីភាពនយោបាយមិនត្រូវបានគេគោរពឡើយក្នុងចំណោមការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងរបបនោះគឺការអនុវត្តផែនការក5ផែនការនេះហើយដែលបានធ្វើឲ្យពលរដ្ឋខ្មែរច្រើនពាន់នាក់ស្លាប់បាត់បង់ជីវិតដោយសារជំងឺនិងគ្រាប់មីនលោកលេដឹកធមន្ត្រីជាន់ខ្ពស់វៀតណាមទទួលបន្ទុកការងារនៅកម្ពុជា
ទំនងជាអ្នកណែនាំឲ្យបង្កើតផែនការក5នេះនៅខែមករាឆ្នាំ1984បើតាមលោកស៊ុនសេនអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម័យរដ្ឋកម្ពុជាលោកហ៊ុនសែនត្រូវបានវៀតណាមប្រគល់ការទទួលខុសត្រូវឲ្យធ្វើជាអ្នកដឹកនាំការអនុវត្តផែនការក5នេះក្រោយពីលោកច័ន្ទស៊ីបានស្លាប់នៅខែធ្នូឆ្នាំ1984នៅចុងឆ្នាំ1985លោកហ៊ុនសែនបានប្រគល់តួនាទីនេះទៅឲ្យលោកញឹមវណ្ដាជាអ្នកដឹកនាំអនុវត្តជំនួសវិញនៅពេលនោះលោកញឹមវណ្ដាគឺជាអនុរដ្ឋមន្ត្រីក្រសួងផែនការហើយក្រោយមកបានក្លាយជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិជារួមពលរដ្ឋខ្មែរប្រមាណជា1លាននាក់អាចត្រូវគេបញ្ជូនទៅកាន់តំបន់ព្រំដែនកម្ពុជាថៃដែលនៅទីនោះពួកគេត្រូវប្រឈមនឹងការលំបាកខ្វះជម្រកនិងខ្វះម្ហូបអាហារជាដើមលោកស៊ុនសេននិយាយថាគ្មាននរណាម្នាក់នៅកម្ពុជាគាំទ្រផែនការក5នោះទេលោកថាមានតែពលរដ្ឋក្រីក្រប៉ុណ្ណោះដែលត្រូវបានបញ្ជូនឲ្យទៅអនុវត្តផែនការនេះលោកថាពលរដ្ឋទាំងនោះមិនដែលមានសង្ឃឹមថាមានជីវិតត្រឡប់មកផ្ទះវិញឡើយក្រោយពីបានក្លាយជានាយករដ្ឋមន្ត្រីនៅថ្ងៃទី14ខែមករាឆ្នាំ1985លោកហ៊ុនសែនបានគ្រប់គ្រងទៅលើកងកម្លាំងប្រដាប់អាវុធនគរបាលនិងកងសន្តិសុខផ្សេងទៀតនេះមានន័យថាលោកហ៊ុនសែនទទួលបន្ទុកគ្រប់គ្រងទាំងវិស័យការពារជាតិនិងសន្តិសុខផ្ទៃក្នុងកងកម្លាំងទាំងអស់នេះហើយដែលត្រូវលោកហ៊ុនសែនប្រើប្រាស់ដើម្បីកម្ចាត់ក្រុមប្រឆាំងទាំង3ដែលធ្វើការប្រឆាំងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងនោះរួមមានកងកម្លាំងរបស់រដ្ឋាភិបាលត្រីភាគីក្រុមប្រឆាំងអហិង្សានិងក្រុមខ្វែងគំនិតនៅក្នុងជួររដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងការប្រជុំជាមួយក្រុមខ្មែរក្រហមនិងក្រុមអ្នកប្រឆាំងទៅនឹងការដឹកនាំដោយបកតែមួយនៅកម្ពុជារដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាបានប្រព្រឹត្តការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធយ៉ាងទូលំទូលាយដែលក្នុងនោះរួមមានការឃុំខ្លួនរយៈពេលវែងដោយពុំមានការកាត់ទោសត្រឹមត្រូវការកាត់ទោសដោយអយុត្តិធម៌ការធ្វើទារុណកម្មអំពើឃោរឃៅនិងការសម្លាប់ក្រៅប្រព័ន្ធតុលាការជាដើមខ្ញុំយេសុជាមេតាវុទ្ធុអាស៊ីសេរីភ្នំពេញលោកអ្នកនាងស្ដាប់ជាទីមេត្រីក្នុងផ្នែកបន្តទៀត Human Rights Watch បានលើកឡើងអំពីការប្រើប្រាស់អំណាចរបស់លោកនាយករដ្ឋមន្ត្រីក្នុងពេលដែលអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិឬហៅថាអ៊ុនតាក់បានមកកម្ពុជាដែលគិតពីឆ្នាំ1992ដល់ឆ្នាំ1993និងអំពើហិង្សាក្នុងឆ្នាំ1997តើអង្គការនេះបានកត់ត្រាអ្វីខ្លះពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅក្នុងពេលដែលអ៊ុនតាក់ចូលមកកម្ពុជានិងបញ្ហានយោបាយក្នុងឆ្នាំ1997ចាសសូមស្ដាប់សេចក្តីរាយការណ៍របស់អ្នកស្រីសុជីវីអង្គការ Human Rights Watch បានរៀបរាប់ថាដើម្បីស្វាគមន៍ការមកដល់របស់អ៊ុនតាក់គណៈបកប្រជាជនកម្ពុជាបានបង្កើតក្រុមការងារពិសេសដើម្បីវាយប្រហារគំរាមកំហែងនិងបំផិតបំភ័យគណៈបកនយោបាយមួយចំនួនរួមមានគណៈបកហ្វុតស៊ិនប៉ិចគណៈបកប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនាក្រុមខ្មែរក្រហមនិងក្រុមប្រឆាំងដទៃទៀតក្នុងរយៈពេលនេះលោកហ៊ុនសែននៅតែបន្តធ្វើជានាយករដ្ឋមន្ត្រីនិងកាន់កាប់កងទ័ពអង្គការ Human Rights Watch បានសំអាងរបាយការណ៍ចុងក្រោយមួយរបស់អ៊ុនតាក់ដែលបានរៀបរាប់ពីអំពើហិង្សាដែលប្រព្រឹត្តដោយកងកម្លាំងនៃគណៈបកប្រជាជនកម្ពុជាស្របគ្នានេះបានបញ្ជាក់ថារដ្ឋាភិបាលរដ្ឋកម្ពុជាដែលបន្តការងារពីសាធារណរដ្ឋប្រជាមានិតកម្ពុជាគឺជាអ្នកទទួលខុសត្រូវចំពោះការប៉ុនប៉ងសម្រាប់ក្រុមនយោបាយប្រឆាំងជិត40ករណីនិងពលរដ្ឋដែលជាជនស៊ីវិលជាង20ករណីទៀតនៅមុនពេលបោះឆ្នោតជាតិអាណត្តិទី1របាយការណ៍បន្តទៀតថាការរំលោភបំពានទាំងនោះប្រព្រឹត្តដោយកងកម្លាំងនគរបាលនិងយោធាដែលអនុវត្តតាមបញ្ជារបស់មន្ត្រីដែលជាភ្នាក់ងាររបស់គណៈបកប្រជាជនកម្ពុជាក្រៅពីនេះគេបានបង្កើតក្រុមកងកម្លាំងជាច្រើនមានទាំងក្រុមចំហនិងក្រុមសម្ងាត់ក្រុមប្រភេទនេះមានទាំងនៅថ្នាក់ក្រសួងបណ្ដាក្រុងនិងខេត្តអ្នកធ្វើការតាមក្រុមទាំងនោះអាចនឹងត្រូវគេជ្រើសរើសចេញពីកងកម្លាំងរក្សាសន្តិសុខភាគច្រើននៃក្រុមទាំងនោះគឺមានគោលដៅវាយប្រហារក្រុមប្រឆាំងក្នុងក្រុមទាំងនោះមានក្រុមមួយដែលទំនងជាក្រុមដែលក្រោយមកបានពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់បែកទៅលើវងបាតុករនៅក្នុងឆ្នាំ1997និងការរំលោភបំពានផ្សេងទៀត ហើយក្រោយមកក្រុមនេះបានបដូរឈ្មោះថ្មីគឺកងពលតូចលេខ70
ដែលត្រូវគេស្គាល់ថាជាកងកម្លាំងផ្ទាល់របស់លោកហ៊ុនសែនក្នុងរបាយការណ៍ដដែលបានលើកឧទាហរណ៍ជាក់ស្ដែងពីក្រុមមួយដែលដឹកនាំដោយមន្ត្រីជាន់ខ្ពស់នៃរដ្ឋកម្ពុជាដែលអាចជាប់ទាក់ទងនឹងគម្រោងការសម្លាប់សកម្មជនប្រឆាំងមន្ត្រីម្នាក់ដែលរុនតាក់បានសម្ភាសប្រាប់ថានៅពេលដែលគណៈបកប្រជាជនកម្ពុជាភ័យខ្លាចចាញ់ឆ្នោតពេលនោះលោកស៊ិនសុងនិងស៊ិនសេនដែលទទួលបន្ទុកសន្តិសុខផ្ទៃក្នុងបានរួមគ្នាជាមួយនឹងក្រុមឧត្តមសេនីយ៍ប៉ូលីសនិងទាហានបង្កើតរចនាសម្ព័ន្ធថ្មីមួយក្នុងនោះក្រុម A90 គឺជាក្រុមសម្ងាត់ដែលត្រួតពិនិត្យនិងគ្រប់គ្រងស្ថានភាពទូទាំងប្រទេសក្រុមនេះមានតួនាទីស្វែងរកចលនានយោបាយនិងក្រុមប្រឆាំងរីឯក្រុម A92 ក៏ជាក្រុមសម្ងាត់ដែរហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃក្រុមទាំងពីរនេះអាចសម្លាប់អាចចាប់ខ្លួនដោយសម្ងាត់និងចាប់ជំរិតមន្ត្រីដដែលនោះប្រាប់ទៀតថានៅពេលក្រុមរបស់លោកម៉ុកជីតូដែលកាលនោះជាមន្ត្រីនគរបាលជាន់ខ្ពស់រកឃើញគោលដៅគឺតែងសូមសេចក្តីសម្រេចពីថ្នាក់លើបើតាមមន្ត្រីដដែលលោកម៉ុកជីតូបានពាក់ព័ន្ធនឹងការសម្លាប់ជាច្រើនរីឯលោកសុកផលទទួលខុសត្រូវផ្នែកសន្តិសុខជាតិត្រូវរាយការណ៍ទៅលោកស៊ិនសេនចំណែកលោកលូរ៉ាមីនគឺកាន់ផ្នែកអន្តរជាតិក្រោយមកអាជ្ញាធរបានចាប់ខ្លួនលោកស៊ុនសេនដាក់ពន្ធនាគារក្នុងគម្រោងរដ្ឋប្រហារនៅក្នុងឆ្នាំ1994ពេលនោះក្រុម A ក៏ត្រូវគេកែសម្រួលនៅពេលដែលលោកហ៊ុនសែនទាមទារឲ្យតែងតាំងអ្នកថ្មីឲ្យកាន់តំណែងថ្មីដែរគឺមេប៉ូលីសជាតិនោះលោកហុកឡុងឌីក៏ត្រូវគេតែងតាំងក្រោយមកលោកហុកឡុងឌីបានពង្រីកការគ្រប់គ្រងទៅដល់ដែនអំណាចរបស់លោកជាស៊ីមនិងលោកសខេងបច្ចុប្បន្នក្រុមនេះដំណើរការនៅក្រោមនគរបាលជាតិដោយបែងចែកជាពីរក្រុមគឺកម្លាំងល្អនិងកម្លាំងសម្ងាត់អង្គការ Human Rights Watch បានលើកឡើងថារហូតមកដល់ពេលនេះពុំមាននរណាម្នាក់ដែលត្រូវរៀបរាប់នៅក្នុងរបាយការណ៍របស់អ៊ុនតាក់នោះត្រូវគេនាំទៅឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ឡើយប៉ុន្តែកាន់តែអាក្រក់ថែមទៀតគឺអ្នកទាំងនោះបានឡើងសាក់នៅក្រៅពេលដែលអ៊ុនតាក់បានដកចេញទៅវិញចូលទៅដល់ឆ្នាំ1997រដ្ឋាភិបាលសម្ព័ន្ធភាពរវាងគណៈបកហ៊ុនស៊ិនប៉ិចនិងគណៈបកប្រជាជនកម្ពុជាបានបែកបាក់ការផ្ទុះអាវុធដាក់គ្នារវាងកងកម្លាំងបកទាំងពីរចាប់ផ្ដើមនៅខេត្តបាត់ដំបងក្រោយមកលោកសំរងស៊ីដែលត្រូវគេបណ្តេញចេញពីតួនាទីជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានចាប់ផ្ដើមការតវ៉ាជាច្រើននៅក្នុងខែមីនាឆ្នាំដដែលលោកបានចូលរួមក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលប្រមាណ200នាក់និងបានទៅដល់ក្បែរព្រះបរមរាជវាំងការគប់គ្រាប់បែកទៅលើក្រុមនេះបានសម្លាប់មនុស្ស16នាក់និងជាច្រើនអ្នកទៀតរបួសក្រុមប៉ូលីសដែលស្ថិតនៅទីនោះបានរារាំងមិនឲ្យសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍នោះគឺជាលើកដំបូងមកអស់ដែលគេឃើញកងកម្លាំងកងពលតូចលេខ70ត្រូវគេដាក់ពង្រាយឃ្លាំមើលអ្នកតវ៉ាយ៉ាងណាក្នុងករណីនេះការិយាល័យស៊ើបការរបស់សហព័ន្ធឬ FBI បានបញ្ឈប់បេសកកម្មរបស់ខ្លួនមុនកំណត់ដោយពុំមានមូលហេតុចំណែករដ្ឋាភិបាលវិញពុំបានចោទប្រកាន់អ្នកណាម្នាក់ដែរផ្ទុយទៅវិញក្រុមមន្ត្រីបានឡើងតំណែងមេបញ្ជាការកងពលតូចលេខ70លោកហ៊ុយពិសិដ្ឋទទួលងារជាឧត្តមសេនីយ៍និងអនុរដ្ឋលេខាធិការនៃក្រសួងការពារជាតិចំណែកមេបញ្ជាការរងកងពលតូចលេខ70ដែរនោះលោកហ៊ីងប៊ុនហៀងក្រោយមកបានតែងតាំងជាមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទករណីគប់គ្រាប់បែកនោះនៅតែត្រូវគេចាត់ទុកថាជាផ្នែកមួយនៃនីតិរដ្ឋភាពនៅកម្ពុជានៅក្រៅហេតុការណ៍គប់គ្រាប់បែកនោះលោកហ៊ុនសែនបានបន្តប្រើយុទ្ធសាស្ត្របំបែកដើម្បីទទួលបានសម្លេងច្រើនក្នុងសភាដែលផ្ដល់សំណូកនិងគំរាមកំហែងប្រឆាំងសមាជិកហ៊ុនស៊ិនប៉ិចនៅក្នុងខែកក្កដាឆ្នាំ1997លោកហ៊ុនសែនបង្កើតឲ្យមានព្រឹត្តិការណ៍មួយដែលអង្គការសហប្រជាជាតិហៅថាជារដ្ឋប្រហារប្រឆាំងនាយករដ្ឋមន្ត្រីទី1គឺទ្រង់រណរិទ្ធកងកម្លាំងនិងក្រុមមន្ត្រីមួយចំនួនរបស់គណៈបកប្រជាជនកម្ពុជាមានលោកជាស៊ីមលោកសខេនិងលោកកែកំយ៉ានជាដើមបានប្រឆាំងនឹងផែនការរដ្ឋប្រហារនោះប៉ុន្តែលោកហ៊ុនសែនបានប្រើប្រាស់កម្លាំងផ្ទាល់ខ្លួនបន្ទាប់ពីរដ្ឋប្រហារនោះក៏កើតមានករណីរំលោភសិទ្ធិមនុស្សមួយចំនួនរួមមានការសម្លាប់ក្រៅច្បាប់ការបូជាសពដែលមិនស្គាល់អត្តសញ្ញាណដោយលាក់កំបាំងការធ្វើទារុណកម្មនិងការឃុំឃាំងដោយកម្លាំងរបស់លោកហ៊ុនសែនអ្នករងគ្រោះភាគច្រើនគឺជាកងកម្លាំងរបស់ហ៊ុនស៊ិនប៉ិចរបាយការណ៍របស់អង្គការសហប្រជាជាតិរកឃើញថាពេលនោះមានមន្ត្រីបកនយោបាយប្រមាណពី40ទៅ60នាក់ត្រូវគេសម្លាប់ក្រៅច្បាប់ក្នុងរបាយការណ៍ក៏បានរៀបរាប់ពីការស្លាប់របស់ឧត្តមសេនីយ៍មួយចំនួនមានលោកចៅសម្បត្តិនិងក្រូចយឿមជាដើមគឺបន្ទាប់ពីត្រូវបានចាប់ខ្លួនដោយកងកម្លាំងអង្គភាពឆ័ត្រយង911ក្រោមបញ្ជាការរបស់លោកចាប់ភក្តីកាលពីថ្ងៃទី8ខែកក្កដាសាក់សីនិយាយថាអ្នកទាំងពីរត្រូវគេបាញ់ចំក្បាលចំនួន3គ្រាប់ប៉ុន្តែរដ្ឋាភិបាលពុំដែលស៊ើបអង្កេតករណីនេះឡើយគឺគ្រាន់តែអះអាងថាលោកចៅសម្បត្តិខាំអណ្ដាតសម្លាប់ខ្លួនទោះជាយ៉ាងណាសាកសពរបស់អ្នកទាំងពីរត្រូវរកឃើញដោយអង្គការសហប្រជាជាតិនិងក្រុមគ្រួសារដែលបង្ហាញពីអំពើទារុណកម្មនៅមុនពេលសម្លាប់អង្គភាព911ក៏ត្រូវគេរកឃើញថាពាក់ព័ន្ធអំពើទារុណកម្ម
នៅពេលដែលអង្គការសហប្រជាជាតិបើកការស៊ើបអង្កេតមេបញ្ជាការអង្គភាព911លោកចាប់ភក្តីបានទទួលស្គាល់ថាបានចាប់ខ្លួនមនុស្សមួយចំនួនប៉ុន្តែបដិសេធថាមិនបានដឹងថាមានរឿងអ្វីកើតឡើងចំពោះអ្នកទីនោះឡើយករណីធ្ងន់ធ្ងរជាងគេគឺការសម្លាប់លោកហូសុកដែលជាមន្ត្រីហ៊ុនស៊ិនប៉ិចជារដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃដែលធ្លាប់ចេញមុខប្រឆាំងលោកនាយករដ្ឋមន្ត្រីក្នុងករណីរៀបចំបណ្ដឹងប្រឆាំងលោកម៉ុងរិទ្ធីជាអ្នកជំនួយដែលស្និទ្ធនឹងលោកហ៊ុនសែនពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនលោកហ៊ុនសែនធ្លាប់គំរាមឲ្យអ្នកដែលហ៊ានលូកលាន់រឿងនេះត្រូវពាក់មួកដែកលោកហូសុកក៏មានសត្រូវម្នាក់ទៀតនៅក្នុងក្រសួងមហាផ្ទៃគឺលោកហុកឡង់ឌីនៅក្រៅរដ្ឋប្រហារលោកហូសុកត្រូវគេចាប់ខ្លួនទៅក្រសួងមហាផ្ទៃហើយក៏ត្រូវបាញ់សម្លាប់សាកសពរបស់លោកត្រូវគេដុតចោលនៅក្នុងវត្តមួយនៅពាក់កណ្ដាលអាត្រៀតអាជ្ញាធរបានសួរចម្លើយមនុស្ស3នាក់នៅក្នុងករណីនេះប៉ុន្តែបានដោះលែងឲ្យរួចខ្លួនវិញហើយការស៊ើបអង្កេតបន្តក៏ពុំមានលទ្ធផលរបាយការណ៍បន្តទៀតថាជនស៊ីវិលដែលត្រូវគេសម្លាប់នៅក្នុងព្រឹត្តិការណ៍រដ្ឋប្រហារក្នុងឆ្នាំ1997នោះគឺអ្នកសារព័ត៌មានខ្មែរសញ្ជាតិកាណាដាលោកដោកសុគន្ធឬ Michael Stenier ដែលពេលនោះលោកកំពុងថតរូបកងកម្លាំងរដ្ឋាភិបាលប្រមូលជ័យភ័ណ្ឌតាមហាងឬផ្ទះរបស់ពលរដ្ឋក្នុងរាជធានីភ្នំពេញភរិយារបស់លោកជាសាក្សីផ្ទាល់ភ្នែកប៉ុន្តែពុំមានចំណាត់ការផ្លូវច្បាប់ណាមួយក្នុងករណីនេះឡើយរបាយការណ៍ដដែលបន្តថាការសម្លាប់ទាំងអបាលមានគឺជាការបំផិតបំភ័យអ្នកនយោបាយប្រឆាំងបាននិរទេសខ្លួនរហូតដល់តែមានការសម្របសម្រួលរបស់ជប៉ុនអាមេរិកនិងអង្គការសហប្រជាជាតិឲ្យចូលរួមការបោះឆ្នោតក្នុងឆ្នាំ1998ប៉ុន្តែការបោះឆ្នោតនៅពេលនោះពោពេញដោយហិង្សានិងមូលដ្ឋានទុនខ្សោយលោកហ៊ុនសែននិងគណៈបកប្រជាជនឈ្នះសម្លេងភាគច្រើនក្នុងសភាអង្គការ Human Rights Watch សន្និដ្ឋានថាទាំងរដ្ឋប្រហារនិងការបោះឆ្នោតបានជួយឲ្យលោកហ៊ុនសែនពង្រឹងអំណាចនៅចុងឆ្នាំ1999ក្រសួងមហាផ្ទៃបានអះអាងប្រាប់អង្គការសហប្រជាជាតិថាខ្លួនបានដាក់ពាក្យបណ្ដឹងចំនួន7ផ្សេងគ្នាពាក់ព័ន្ធនឹងអំពើហិង្សាមួយចំនួនប៉ុន្តែគេពុំឃើញមានដំណឹងអ្វីពីការចោទប្រកាន់ជនដៃដល់ឡើយនាងខ្ញុំសុជីវីវិទ្យុអាស៊ីសេរីភ្នំពេញលោកអ្នកនាងស្ដាប់ជាទីមេត្រីក្នុងផ្នែកបន្ទាប់នេះលោកអ្នកនាងនឹងបានស្ដាប់អំពីការវាយប្រហារទៅលើក្រុមប្រឆាំងការរំលោភដីធ្លីនិងការលូកដៃចូលទៅក្នុងតុលាការខ្មែរក្រហមដែលបានលើកឡើងនៅក្នុងរបាយការណ៍របស់ Human Rights Watch សូមលោកអ្នកនាងអញ្ជើញស្ដាប់ការរៀបរាប់របស់លោកអានស៊ីថាវរបាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានសរសេរថាការបោះឆ្នោតសកលនៅឆ្នាំ1998លោកហ៊ុនសែនបានប្រើប្រាស់កងកម្លាំងរបស់ខ្លួនដើម្បីធានានូវជ័យជំនះនាការបោះឆ្នោតនៅពេលនោះស្របពេលដែលគណៈបកហ៊ុនស៊ិនប៉ិចនិងគណៈបកសំរងស៊ីក៏បានបង្កើតជាសម្ព័ន្ធភាពមួយដើម្បីប្រកួតប្រជែងយកជ័យជំនះនៃការបោះឆ្នោតនោះដែរការធ្វើរដ្ឋប្រហារនិងការកាប់សម្លាប់ដោយមិនឆ្លងកាត់ប្រព័ន្ធតុលាការការគំរាមកំហែងចំពោះសមាជិកគណៈបកប្រឆាំងរួមទាំងការធ្វើដំណើរសុំសិទ្ធិជ្រកកោននៅបរទេសរបស់មេដឹកនាំគណៈបកទាំងពីរបានធ្វើឲ្យគណៈបកប្រជាជនកម្ពុជាមានប្រៀបជាងគូប្រជែងរបស់ខ្លួនគណៈបកសំរងស៊ីនៅតែចាត់ទុកថាជាសម្លេងប្រឆាំងនឹងលោកហ៊ុនសែននិងគណៈបកប្រជាជនកម្ពុជាហើយសមាជិកគណៈបកសំរងស៊ីមួយចំនួនបានទទួលការគំរាមកំហែងនិងសម្លាប់ជាបន្តបន្ទាប់ជាស្ដែងសកម្មជនគណៈបកសំរងស៊ីលោកជុំឌឿនត្រូវបានគេធ្វើឃាតនៅខែមីនាឆ្នាំ1999ការវាយប្រហារចំពោះគណៈបកសំរងស៊ីកាន់តែមានសកម្មភាពខ្លាំងឡើងនៅកំឡុងឆ្នាំ2000នៅពេលដែលមានការចាប់ផ្ដើមបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់នៅពេលនោះអ្នករៀបចំបណ្ដាញគណៈបកសំរងស៊ីនៅមូលដ្ឋានដ៏សំខាន់ម្នាក់លោកជឹមជួនត្រូវបានគេសម្លាប់នៅខែកុម្ភៈស្របពេលដែលមានការគំរាមកំហែងសម្រាប់សកម្មជនរបស់គណៈបកប្រឆាំងជាច្រើនទៀតទាំងនៅជនបទនិងរាជធានីភ្នំពេញតាមការប៉ាន់ស្មានក្នុងឆ្នាំ2001សកម្មជនគណៈបកសំរងស៊ីចំនួន15នាក់ត្រូវបានឃាតករបាញ់សម្លាប់អ្នកស៊ើបអង្កេតខាងសិទ្ធិមនុស្សបានរាយការណ៍ថាមានការគំរាមកំហែងនិងអំពើហិង្សាចំនួន80ករណីកើតឡើងចំពោះគណៈបកសំរងស៊ីប៉ុន្តែលោកហ៊ុនសែនបានប្រតិកម្មចំពោះការរិះគន់របស់អ្នកស៊ើបអង្កេតអង្គការសិទ្ធិមនុស្សថាលំអៀងអគតិចំពោះគណៈបកប្រជាជនកម្ពុជាបន្ថែមលើនេះនៅកំឡុងពេលបោះឆ្នោតសកលនាខែកក្កដាឆ្នាំ2003អំពើហិង្សាខាងផ្នែកនយោបាយនៅតែកើតមានក្នុងនោះមន្ត្រីគណៈបកសំរងស៊ីចំនួន7នាក់ត្រូវបានគេបាញ់សម្លាប់ម្យ៉ាងវិញទៀតទីប្រឹក្សាជាន់ខ្ពស់នៃគណៈបកហ៊ុនស៊ិនប៉ិចលោកអមរដ្ឋសាឌីត្រូវបានគេសម្លាប់នៅថ្ងៃទី18កុម្ភៈឆ្នាំ2003នៅរាជធានីភ្នំពេញ
ដែលអំពើឃាតកម្មនេះត្រូវបានគេអះអាងថាជាការគំរាមកំហែងផ្នែកនយោបាយចំពោះគណៈបកសំរងស៊ីនិងគណៈបកហ៊ុនស៊ុនប៉ិចចំពោះសកម្មជនខាងសិទ្ធិមនុស្សនិងប្រព័ន្ធផ្សព្វផ្សាយវិញក៏ទទួលបានការកាត់ទោសក្រោមបទបរិហាបង្ខូចកេរ្តិ៍ឈ្មោះទាក់ទងនឹងការរាយការណ៍អំពីការរំលោភសិទ្ធិមនុស្សនិងអំពើពុករលួយរបស់រាជរដ្ឋាភិបាលទោះបីជាលទ្ធផលបោះឆ្នោតឆ្នាំ2003មិនត្រូវបានគេទទួលស្គាល់ជាពិសេសសហភាពអឺរ៉ុបនិងប្រទេសខ្លំមើលការបោះឆ្នោតផ្សេងទៀតក៏គណៈបកប្រជាជនកម្ពុជាអះអាងថាខ្លួនទទួលបានជ័យជំនះដោយសម្លេងភាគច្រើនបំផុតប៉ុន្តែគណៈបកហ៊ុនស៊ុនប៉ិចនិងគណៈបកសំរងស៊ីមិនទទួលស្គាល់ចំពោះជ័យជំនះរបស់លោកហ៊ុនសែននោះទេនៅពេលនោះអំពើហិង្សាខាងផ្នែកនយោបាយបានកើតឡើងជាថ្មីម្ដងទៀតដូចជាការមានចំពោះនិពន្ធនាយកនៃស្ថានីយ៍ដែលហ៊ានរិះគន់លោកហ៊ុនសែនជាសាធារណៈនិងតារាចម្រៀងដ៏មានប្រជាប្រិយភាពដែលមាននិន្នាការទៅគណៈបកហ៊ុនស៊ុនប៉ិចត្រូវបានគេសម្លាប់ជាដើមហើយសកម្មជននយោបាយយ៉ាងហោចណាស់5នាក់បន្ថែមទៀតត្រូវបានគេសម្លាប់នៅខែមករាឆ្នាំ2004ក្នុងនោះរួមមានអ្នកដឹកនាំសហជីពដ៏ល្បីឈ្មោះលោកជាវិជាដែលស្និទ្ធបំផុតនឹងគណៈបកសំរងស៊ីក្រោយមកក្រុមបទចោទអំពីបទមរហាគេនិងបទបង្កើតកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់របស់គណៈបកប្រជាជនកម្ពុជាទៅលើគណៈបកប្រឆាំងក្នុងឆ្នាំ2005សមាជិកសភា3នាក់រួមមានលោកសំរងស៊ីនិងលោកជាពូចបានចាកចេញពីប្រទេសកម្ពុជាប៉ុន្តែលោកជានីត្រូវបានអាជ្ញាធរចាប់ខ្លួនលើសពីនេះទៀតអង្គការសង្គមស៊ីវិលដែលប្តឹងលោកហ៊ុនសែនក៏ត្រូវបានចាប់ខ្លួនដែរក្នុងនោះមានលោករងឈុនប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជានិងលោកមុំសំណងដូប្រធានវិទ្យុសម្បុកឃុំត្រូវបានចាប់ខ្លួនដាក់ក្នុងគុកព្រៃសរចាប់តាំងពីខែតុលាឆ្នាំ2005រហូតដល់ខែមករាឆ្នាំ2006ដោយសារតែបានរិះគន់សន្ធិសញ្ញាព្រំដែនជាមួយវៀតណាមទាក់ទងនឹងគោលនយោបាយសេដ្ឋកិច្ចរបស់លោកហ៊ុនសែនវិញបានបង្កមានការកើនឡើងនៃការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋដែលតវ៉ាប្រឆាំងនឹងការរំលោភដីធ្លីពីសំណាក់ឈ្មួញអ្នកមានអំណាចដែលស្និទ្ធនឹងលោកហ៊ុនសែនបញ្ហានេះបានក្លាយជារបត់ថ្មីមួយបានល្បីរន្ទឺធ្វើឲ្យសហគមន៍ក្រីក្រជាច្រើនអ្នករងគ្រោះចំនួនដីធ្លីខានឡើងជាបន្តបន្ទាប់ជាពិសេសកើតលើក្រុមជនជាតិភាគតិចទោះបីជាលោកហ៊ុនសែនបានប្រកាសថាកម្មសិទ្ធិដីធ្លីរបស់ក្រុមជនជាតិភាគតិចតែផ្ទុយទៅវិញស្ថានភាពនោះកាន់តែអាក្រក់ទៅបន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បានបញ្ចប់ស្របពេលជាមួយគ្នានេះកងកម្លាំងប្រដាប់អាវុធក៏បានបង្ក្រាបទៅលើក្រុមអ្នកតវ៉ាដីធ្លីជាច្រើនទៀតដូចជាក្រុមជនជាតិភ្នំនៅខេត្តមណ្ឌលគិរីដែលតវ៉ាប្រឆាំងនឹងការផ្តល់ដីសម្បត្តិសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនចិននៅរាជធានីភ្នំពេញត្រូវបានអាជ្ញាធរជំនះចេញដោយគេអះអាងថាទីកន្លែងដែលគេកំពុងរស់នៅជាដីកម្មសិទ្ធិឯកជននឹងត្រូវការអភិវឌ្ឍនៅពេលនោះក៏បណ្ដាលឲ្យមានអំពើហិង្សាកើតឡើងជាបន្តបន្ទាប់រវាងប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធមិនត្រឹមតែមានអំពើអយុត្តិធម៌ដែលកើតឡើងក្នុងកំឡុងពេលបោះឆ្នោតក្រោយឆ្នាំ2003ប៉ុណ្ណោះទេប៉ុន្តែការបោះឆ្នោតក្រោយឆ្នាំ2008ក៏មានរឿងអយុត្តិធម៌ជាច្រើនទៀតកើតឡើងជាបន្តបន្ទាប់ដែរក្រោយការបោះឆ្នោតសកលឆ្នាំ2008មានបញ្ហាជាច្រើនដូចជាការផ្តល់ដីសម្បត្តិសេដ្ឋកិច្ចត្រូវបានផ្តល់ទៅក្រុមហ៊ុនឯកជនមន្ត្រីរាជរដ្ឋាភិបាលនិងអ្នកដែលជិតស្និទ្ធនឹងមន្ត្រីរាជរដ្ឋាភិបាលជាដើមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានបន្តទៀតថាការកើនឡើងតម្លៃដីធ្លីការផ្តល់គម្រោងអភិវឌ្ឍនិងភាពមិនប្រក្រតីនៃការផ្តល់ដីសម្បត្តិសេដ្ឋកិច្ចជាមូលហេតុធ្វើឲ្យមានការជម្លៀសប្រជាពលរដ្ឋដោយបង្ខំចេញពីលំនៅឋានរបស់គេការជម្លៀសប្រជាពលរដ្ឋទាំងនោះកើតឡើងនៅតំបន់ដីក្រហមនៅរាជធានីភ្នំពេញខេត្តកំពង់ស្ពឺសៀមរាបនិងខេត្តព្រះសីហនុដោយកងកម្លាំងប្រើស្មានបង្ហូរទឹកភ្នែកការប្រើអាវុធបាញ់សម្ដៅទៅលើក្រុមប្រជាពលរដ្ឋដែលតវ៉ានិងបណ្ដាលឲ្យមានមនុស្សស្លាប់និងរងរបួសជាច្រើនអ្នកនៅកំឡុងពេលតវ៉ានៅស្ថានភាពក្រោយការបោះឆ្នោតឆ្នាំ2008យ៉ាងហោចណាស់មានប្រជាពលរដ្ឋ60នាក់បានជាប់ពន្ធនាគារក្រោយមកនៅឆ្នាំ2012ក៏មានអំពើហិង្សាជាច្រើនទៀតបានកើតឡើងរវាងកងកម្លាំងរក្សាសន្តិសុខរបស់រដ្ឋស្របពេលដែលមានការផ្តល់ដីសម្បត្តិសេដ្ឋកិច្ចដល់ឈ្មួញអ្នកមានអំណាចម្យ៉ាងវិញទៀតការមិនពេញចិត្តចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនៃការផ្តល់ដីសម្បត្តិសេដ្ឋកិច្ចក៏បានបង្កើតឲ្យមានភាពចលាចលនៃកម្លាំងពលកម្មនៅខែមេសាឆ្នាំ2012សកម្មជនការពារព្រៃឈើនិងបរិស្ថានលោកជុតវិធីត្រូវបានកងកម្លាំងប្រដាប់អាវុធរបស់ក្រុមហ៊ុនដីសម្បត្តិសេដ្ឋកិច្ចបាញ់សម្លាប់នៅក្នុងព្រៃនៅខេត្តកោះកុងនៅពេលដែលរូបលោកបានព្យាយាមថតសកម្មភាពកាប់ឈើដោយខុសច្បាប់មួយខែក្រោយមកគឺនៅខែមិថុនាឆ្នាំ2012ក្មេងស្រីម្នាក់ឈ្មោះហេងចន្ទាត្រូវបានកងកម្លាំងរាជរដ្ឋាភិបាលបាញ់សម្លាប់នៅខេត្តក្រចេះនៅពេលដែលប្រជាពលរដ្ឋបានតវ៉ាពីការរំលោភដីធ្លីពីឈ្មួញបរទេសម្យ៉ាងវិញទៀតស្ត្រីបង្កក់ចំនួន13នាក់ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល2ឆ្នាំកន្លះនៅពេលដែលពួកគេព្យាយាមតវ៉ាឲ្យរាជរដ្ឋាភិបាលកម្ពុជាសងសំណងសមរម្យពីគម្រោងអភិវឌ្ឍដែលគ្រប់គ្រងដោយមនុស្សជិតស្និទ្ធនឹងលោកហ៊ុនសែននិងដៃគូវិនិយោគជនជាតិចិនទាក់ទងនឹងការបោះឆ្នោតថ្ងៃទី28កក្កដាឆ្នាំ2013វិញរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបន្តថាលោកហ៊ុនសែនបានស្នើឲ្យព្រះមហាក្សត្រលើកលែងទោសលោកសំរងស៊ីដើម្បីអាចវិលចូលការបោះឆ្នោតសកលវិញបាន
ប៉ុន្តែលទ្ធផលបោះឆ្នោតនៅពេលនោះគណៈបកប្រឆាំងដែលមានឈ្មោះថាគណៈបកសង្គ្រោះជាតិដឹកនាំដោយលោកសំរងស៊ីដែលទទួលបាន55ទល់នឹង68អាសនៈមិនប្រកបដោយសេរីនិងយុត្តិធម៌ទេដោយសារភាពមិនប្រក្រតីជាច្រើនហើយលោកសំរងស៊ីនៅពេលនោះអះអាងថានឹងមិនចូលរួមក្នុងរដ្ឋសភាឡើយទាក់ទងនឹងការកើតទុកបន្សុកចិត្តរបស់គណៈបកប្រឆាំងនេះដែរគណៈបកប្រជាជនកម្ពុជាបានបដិសេធចំពោះការស្នើសុំស៊ើបអង្កេតអំពីភាពមិនប្រក្រតីដោយស្ថាប័នឯករាជ្យស្របពេលដែលកងកម្លាំងប្រដាប់អាវុធអះអាងបញ្ជាក់អំពីការគ្រប់គ្រងរបស់គេចំពោះជ័យជំនះរបស់គណៈបកប្រជាជនកម្ពុជានិងចង់ឲ្យលោកហ៊ុនសែនបន្តធ្វើជានាយករដ្ឋមន្ត្រីជាបន្តទៀតប៉ុន្តែដោយក្តីបារម្ភនៅពេលនោះលោកហ៊ុនសែនបានប្រមាថប្រមូលកងកម្លាំងពីទីកន្លែងផ្សេងៗមករាជធានីភ្នំពេញដើម្បីការពារស្របពេលដែលប្រជាពលរដ្ឋជាច្រើនអ្នកទាមទារឲ្យលោកហ៊ុនសែនចុះចេញពីតំណែងរាជរដ្ឋាភិបាលកម្ពុជាបានបិទការតវ៉ាទាំងអស់រួមទាំងនៅទីលានប្រជាធិបតេយ្យជាដើមម្យ៉ាងវិញទៀតដើម្បីបង្ក្រាបការតវ៉ានានាតុលាការរាជធានីភ្នំពេញបានកាត់ទោសមនុស្ស55នាក់ដាក់ក្នុងពន្ធនាគារ